ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំបានចូលរួមក្នុងកម្មវិធីមួយនៅក្រសួងព័ត៌មានហើយនេះគឺជាសកម្មភាពខ្លះៗនៅពេលដែលខ្ញុំបានទៅដល់ហើយអ្នកចូលរួមនៅក្នុងកម្មវិធីនេះសុទ្ធតែជាអ្នកសារព័ត៌មាននិង influencer ល្បីៗនៅពេលដែលខ្ញុំទៅដល់ខ្ញុំក៏បានថតពីសកម្មភាពខ្លះៗហើយខ្ញុំក៏បានចុះហត្ថលេខាដើម្បីជាអនុស្សាវរីយ៍នៅពេលដែលយើងបានចូលរួមក្នុងកម្មវិធីហ្នឹងហើយបន្ទាប់ពីខ្ញុំបានចុះហត្ថលេខារួចខ្ញុំក៏បានថតរូបអនុស្សាវរីយ៍ជាមួយនឹងអាដាមជារិសាយអនុរដ្ឋលេខាធិការក្រសួងព័ត៌មានខាត់សួស្ដីហើយនឹងបងប្រុសរីប្រាថ្នាតារាចម្រៀងនៅកលស៊ីនវត្ត្រាហើយនេះគឺជាវត្តមានរបស់អាដាមនេតត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានគាត់ក៏បានចុះហត្ថលេខាដើម្បីជាអនុស្សាវរីយ៍ដូចគ្នាដែរហើយបន្តមកទៀតខ្ញុំក៏បានចូលទៅក្នុងសារប្រជុំដែលមានការចូលរួមជាច្រើនពីបងអ្នកសារព័ត៌មានក៏ដូចជាតារាចម្រៀងនិងអ្នកបង្កើតមាតិកាល្បីៗនៅក្នុងបណ្ដាញសង្គមថ្ងៃនេះគឺខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News នៅក្នុងនេះចូលរួមប្រហែលជាខ្ទង់300អ្នកជាងហើយនឹងមានការប្រជុំតាម Zoom ទៀតខ្ទង់ប្រហែលជា1000អ្នកជាងទៀតបងប្អូនថ្ងៃនេះក្រសួងព័ត៌មានបានបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដែលមានការដឹកនាំដោយអាដាមនេតត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធានបានប្រកាសបើកយុទ្ធនាការនេះឡើងនៅថ្ងៃទី1ខែមេសាឆ្នាំ2025ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយនៅពេលដែលមានយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនេះឡើងព្រោះយើងដឹងហើយថាសម័យ Digital កាន់តែជឿនលឿនការផ្សព្វផ្សាយព័ត៌មានគឺកាន់តែទូលំទូលាយអញ្ចឹងហើយវាអាចបង្កគ្រោះថ្នាក់បើសិនជាព័ត៌មានคล้ายៗនៅតែបន្តចាច់ចាយនៅព័ត៌មានคล้ายៗអាចបង្កគ្រោះថ្នាក់ដល់យើងគ្រួសារនិងសង្គមជាតិរបស់យើងអាចបង្កចលាចលនៅក្នុងសង្គមរបស់យើងបើសិនជាមានការចាច់ចាយព័ត៌មានคล้ายៗកាន់តែច្រើនដើម្បីចូលរួមទប់ស្កាត់ព័ត៌មានទាំងអស់នឹងបានសូមពុកម៉ែបងប្អូនអរគ្នាមុននឹងចាច់ចាយ share ព័ត៌មានឬក៏ផលិតមាតិកាផ្សេងៗចាច់ចាយបន្តយើងត្រូវតែស្វែងរកប្រភពព័ត៌មានឲ្យបានច្បាស់លាស់តើព័ត៌មានទាំងអស់នោះជាព័ត៌មានពិតឬក៏ព័ត៌មានคล้ายៗសង្គមជាតិរបស់យើងរីកចម្រើនបានលុះត្រាតែលុបបំបាត់ព័ត៌មានคล้ายៗនេះបើសិនជាបុគ្គលដែលតែងតែផ្សព្វផ្សាយព័ត៌មានคล้ายៗដើម្បីតែផលប្រយោជន៍បុគ្គលឬក៏ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយបុគ្គលទាំងអស់នោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ឬក៏ប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណចោលកន្លងទៅបងប្អូនដឹងហើយថាខ្ញុំតែងតែផ្សព្វផ្សាយនៅព័ត៌មានណាដែលពិតប្រាកដប្រឆាំងនឹងព័ត៌មានคล้ายៗព្រោះអីមានជនខិលខូចឬក៏បុគ្គលដែលជ្រុលនិយមមួយចំនួនតែងតែផ្សព្វផ្សាយព័ត៌មានមិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិរបស់យើងដើម្បីតែផលប្រយោជន៍បុគ្គលឬក៏ផលប្រយោជន៍នយោបាយអញ្ចឹងហើយការផ្សព្វផ្សាយព័ត៌មានទាំងអស់ហ្នឹងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិរបស់យើងក្នុងនាមយើងជាប្រជាពលរដ្ឋយើងត្រូវតែចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗទាំងអស់គ្នាបាទសូមអរគុណ